ប្រាសាទតាមាន់ធំប្រាសាទតាមាន់ក៏សាងឡើងក្នុងសតវត្សទី11ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1 1002 ដល់ 1050 និងឧដ័យទិត្យវរ្ម័នទី2 1050 ដល់ 1066 តាមរយៈសំណង់ស្ថាបត្យកម្មនិងការតុបតែងលម្អនៅតាមថែវនិងហោជាងរបស់ប្រាសាទបានបញ្ជាក់ថាគឺស្ថិតនៅក្នុងរចនាបថឃ្លាំងនិងបាពួនហើយឧទ្ទិសថ្វាយដល់ព្រះសិវៈនៅក្នុងប្រាសាទនេះមានតម្កល់សសរលង្ករបស់ព្រះសិវៈដែលគេហៅថាស្វ័យយមភូវលង្កមានន័យថាលង្កកាត់ឡើងដោយឯកឯងស្វ័យយមភូវលង្កគឺជាទីតាំងដ៏ពិសេសបំផុតសម្រាប់សម័យបុរាណហើយប្រជាពលរដ្ឋខ្មែរនៅតែមានជំនឿរហូតមកដល់សព្វថ្ងៃនេះប្រាសាទតាមាន់មានទីតាំងស្ថិតនៅភូមិគូឃុំអំពិលស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យតាមផ្លូវជាតិលេខ56ដែលមានចម្ងាយពីទីរួមក្រុងសំរោង48គីឡូម៉ែត្រពីប្រាសាទតាមាន់ធំទៅប្រាសាទតាមាន់តូចមានចម្ងាយជិត2គីឡូម៉ែត្រប្រាសាទតាមាន់ធំមានទំហំ60ម៉ែត្រគុណនឹង60ម៉ែត្រសាងសង់អំពីថ្មភក់ស្ថិតនៅលើខ្នងភ្នំដងរែកដោយប្រាសាទនេះបានធ្វើការចុះបញ្ជីសារពើភ័ណ្ឌរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរួចហើយតាមការវិតម្លៃរបស់អ្នកបុរាណវិទ្យាបានបញ្ជាក់ថាសំណង់ស្ថាបត្យកម្មប្រាសាទនេះបានសាងសង់រួចហើយប៉ុន្តែផ្នែកចម្លាក់រចនាបថវិញយើងសង្កេតឃើញថានៅសល់ផ្ទៃច្រើននៃប្រាសាទដែលមិនទាន់ឆ្លាក់ម្យ៉ាងទៀតប្រាសាទតាមាន់មានកំពែងព័ទ្ធជុំវិញបែរទៅរកទិសខាងត្បូងដែលគេឆ្ងល់ថាហេតុអ្វីនេះដោយយោងទៅតាមតម្រូវការចាំបាច់នៃទីតាំងភូមិសាស្ត្រគឺខ្ពង់រាបចំណុចនេះមានចម្រាក់បែរទៅរកទិសខាងត្បូងចំណែកឯតួប្រាសាទទាំងមូលសាងសង់មកជាប់នឹងចម្រាក់ដីទាំងដងអ្នកដែលធ្លាប់សិក្សាសំណង់ស្ថាបត្យកម្មនិងសិល្បៈខ្មែរបុរាណអាចនឹងយល់ស្របគ្នាថាប្រាសាទនេះគឺជាស្នាមព្រះហស្ថនៃព្រះបាទសូរ្យវរ្ម័នទី1បើពុំនោះក៏នៅចំនួនរាជផ្នែកទី1នៃសតវត្សទី11ថ្មីត្បិតតែមិនឃើញមានศิលាចារឹកហើយពុំមានចម្លាក់រចនាបថក៏ដោយបើតាមប្រភពឯកសារចំនួនបានបញ្ជាក់ថាប្រាសាទតាមាន់ក៏សាងឡើងក្នុងសតវត្សទី11ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1 1002 ដល់ 1050 និងឧដ័យទិត្យវរ្ម័នទី2 1050 ដល់ 1066 តាមរយៈសំណង់ស្ថាបត្យកម្មនិងការតុបតែងលម្អនៅតាមថែវនិងហោជាងរបស់ប្រាសាទបានបញ្ជាក់ថាគឺស្ថិតនៅក្នុងរចនាបថឃ្លាំងនិងបាពួនហើយឧទ្ទិសថ្វាយដល់ព្រះសិវៈនៅក្នុងប្រាសាទនេះមានតម្កល់សសរលង្ករបស់ព្រះសិវៈដែលគេហៅថាស្វ័យយមភូវលង្កមានន័យថាលង្កកើតឡើងដោយឯកឯងស្វ័យយមភូវលង្កគឺជាទីតាំងដ៏ពិសេសបំផុតសម្រាប់សម័យបុរាណហើយប្រជាពលរដ្ឋខ្មែរនៅតែមានជំនឿរហូតមកដល់សព្វថ្ងៃនេះនៅក្នុងទីតាំងប្រាសាទនេះគឺជាទីកន្លែងអាស្រមមួយកាលពីសម័យមុនអង្គរនេះយើងយោងទៅតាមศิលាចារឹកនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ប្រការគួរឲ្យចាប់អារម្មណ៍មួយទៀតគឺគេពុំបានពង្រាបដីឲ្យស្មើដើម្បីសាងសង់ឡើយគឺគេសាងសង់ផ្ទាល់លើថ្មភ្លុំដោយគ្រាន់តែដាប់ឲ្យស្មើល្មមតែប៉ុណ្ណោះហើយប្រហែលជាយកថ្មនៅទីនោះតែម្ដងមកសង់ប្រាសាទចំពោះបដិមាវិញយើងពុំទាន់ឃើញមានអ្វីទាំងអស់លើកលែងតែនៅក្នុងបន្ទប់មួយមានបដិមាធម្មជាតិស្រាប់ហើយនេះគឺជាសាច់ថ្មដុសមកលើត្រង់ហើយដែលខ្មែរបុរាណចាត់ទុកថាជាលង្កសូមជ្រាបថាលង្កមានពីរបែបលង្កដែលមនុស្សឆ្លាក់ហើយអាចបដូរទីកន្លែងបានដែលគេតែងយកទៅបញ្ចុះនៅក្នុងយោនីនោះគេហៅថាស្ថាបតលង្ករីឯថ្មដែលជាប់នឹងផ្ទាំងនៅក្នុងដីហើយដែលមានរូបរាងលេចចេញមកលឺល្មមឲ្យគេចាត់ទុកថាជាលង្កបានគេហៅថាស្វ័យយមភូវលង្កន័យថាលង្កកើតឡើងដោយឯកឯងចំពោះការគោរពសក្ការៈនៃលង្កទាំងពីរគឺមានដូចគ្នាប៉ុន្តែស្វ័យយមភូវលង្កនៅទីនេះ
ភ្ជាប់នៅក្រៅបរិវេណប្រាសាទតាមជង្រោថ្មឬតូបង្ហូរទឹកមុនសមសោត្រាស់ដែលគេរៀបចំសម្រាប់ទឹកមុនស្រោចស្រពក្នុងពិធីលើលិង្គៈនោះហូរទៅក្រៅដើម្បីសាសនិកនានាត្រង់យកទៅប្រើក្នុងជំនឿផ្សេងៗរៀងៗខ្លួន